ជំរាបសួរបងៗទាំងអស់គ្នាបងសង្កេតមើលរូប before មើលថាស្បែកក្បាលអ្នកជំងឺនឹងគាត់មិនលោកអ៊ំគាត់មានអាយុ65ឆ្នាំហើយគាត់ទឹកនោមផ្អែមទៀតគាត់ព្យាយាមព្យាបាលយូរដែរហើយគាត់ចង់ឲ្យសក់គាត់នឹងដុសមកវិញតែដោយសារការព្យាបាលរបស់គាត់នឹងគឺអត់ត្រឹមត្រូវទេអញ្ចឹងទៅធ្វើឲ្យសក់គាត់នឹងគឺអត់ដុសមកវិញទេហើយស្បែកក្បាលរបស់គាត់នឹងមុននឹងព្យាបាលជាមួយនឹង clinic យើងបងមើលស្បែកក្បាលគាត់ឲ្យចិត្តមើលថាស្បែកក្បាលរបស់គាត់នឹងគេហៅថាស្បែកក្បាលដែលអត់មានសុខភាពល្អបន្ទាប់មកគាត់បានជួបជាមួយនឹងវិជ្ជបណ្ឌិតរបស់យើងបានឃើញថាគាត់ប្រហែលជាមានជំងឺទឹកនោមផ្អែមចឹងវិជ្ជបណ្ឌិតរបស់យើងឲ្យគាត់ទៅ control ជាតិស្ករមើលហើយនឹងឲ្យគាត់ប្រើប្រាស់ជាមុខ laser និងប្រើប្រាស់ថ្នាំមួយចំនួននៅក្នុង clinic របស់យើងផ្ទាល់បន្ទាប់ពីប្រើប្រាស់ហើយបងឃើញអត់ថាស្បែកក្បាលរបស់គាត់បន្ទាប់ពីព្យាបាលជាមួយនឹងខាងយើងរួចគឺដូចជាស្បែកក្បាលដែលក្មេងជាងអាយុអញ្ចឹងស្បែកក្បាលរបស់គាត់ឥឡូវនេះគឺដូចជាស្បែកក្បាលក្រោមអាយុ40ឆ្នាំអញ្ចឹងបានសក់គាត់នឹងដុសមកច្រើនណាបងអញ្ចឹងបងអត់ចាំបាច់បារម្ភថាការប្រើប្រាស់មុខ laser ហ្នឹងអត់មានប្រសិទ្ធភាពទេឲ្យតែបងធ្វើតាមការណែនាំរបស់វិជ្ជបណ្ឌិតទេពសុរីសាបងនឹងត្រឡប់បានសក់មកវិញហើយសក់ដែលបងទទួលបានហ្នឹងគឺក្មេងជាងអាយុដែលបងត្រូវការហើយកាន់តែពិសេសខ្លាំងមែនតើបើសិនជាបងធ្វើការកាក់ទុកមុនឥឡូវនេះតម្លៃពេញ650ចុះនៅសល់600ខាងយើងមាន free ជាមួយនឹង RS spray ជូនបង2ដបនិងវីតាមីន hair ចំនួន2កំប៉ុងប៉ុន្តែសម្រាប់ដែលបងធ្វើការកាក់ទុកឥឡូវនេះណាបងអញ្ចឹងបងកុំឲ្យឱកាសនេះកន្លងផុតទៅដោយសារ promotion ហ្នឹងគឺកម្រមានខ្លាំងមែនតើអញ្ចឹងបើសិនជាបងមានចង្អល់អ្វីបន្ថែមកុំភ្លេចតាក់ទងចូល Telegram ឬមួយក៏ Page បានណាអរគុណ